ស្វាគមន៍បងប្អូនទាំងអស់ជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះនាំបងប្អូនទៅទស្សនាអំពីការសម្ដែងរបស់សត្វដំរីដ៏ឆ្លាតវៃមួយក្រុមកុំភ្លេចជួយ Subscribe ការសម្ដែងរបស់សត្វដំរីនឹងធ្វើសម្ដែងជាច្រើនប្រភេទដូចជាគំនូរដោយដៃស្រឡះដោយច្រមុះដំរីអាចប្រើច្រមុះដើម្បីគូរគំនូរលើក្រដាសបង្ហាញពីសមត្ថភាពការសម្របខ្លួននិងការរៀនសូត្រការរាំនិងបើកបង្ហាញសមត្ថភាពរាងកាយដំរីអាចរាំបង្វិលខ្លួនឈរក្រោយជើងដូចជាមនុស្សយើងបង្ហាញពីភាពអនុវត្តនៃការហ្វឹកហាត់លេងជាមួយអ្នកបង្ហាញ Trainer Interaction ដំរីនឹងអភិវឌ្ឍការសហការជាមួយអ្នកបង្ហាញដូចជាលេងបាល់ឬអធិប្បាយតាមសញ្ញាបំពេញបេសកកម្មសាមញ្ញដូចជាលើកវត្ថុឬបញ្ជូនអីវ៉ាន់ទៅឲ្យអ្នកសម្ដែងការចូលមើលនិងការរៀបចំទីតាំងស្ថិតនៅក្នុងភ្នំ Pheng Safari Zoo ភាគខាងជើងរបស់រាជធានីរយៈពេលសម្ដែងប្រហែល 15-20 នាទីពេលវេលាសម្ដែងមាននៅពេលព្រឹកនិងល្ងាចគួរតែសួរជាមុនពេលទៅដល់តម្លៃចូលមើលរួមបញ្ចូលក្នុងសំបុត្រចូលសួនសត្វប្រហែល 3-5 សម្រាប់កុមារនិង 5-10 សម្រាប់មនុស្សពេញវ័យទីធ្លាសម្ដែងមានកន្លែងអង្គុយសម្រាកនិងខ្យល់អាកាសល្អដើម្បីឲ្យអ្នកទស្សនាអាចរីករាយជាមួយការសំតែងបានយ៉ាងងាយស្រួលបទពិសោធន៍នៃអ្នកទស្សនាអាចថតរូបជាមួយសត្វដំរីអាចទិញគំនូរដោយដៃសត្វដំរីជាអនុស្សាវរីយ៍អ្នកដឹកនាំបង្ហាញជាប្រចាំរបស់សួនសត្វនិងពន្យល់អំពីជីវិតនិងការហ្វឹកហាត់របស់សត្វដំរីផងដែរច្បាស់ណាស់ការសម្ដែងរបស់សត្វដំរីនៅសួនសត្វភ្នំ Pheng Safari Zoo គឺពិតជាជួយឲ្យអ្នកទស្សនាបានយល់ដឹងនិងភ្ញាក់ផ្អើលពីភាពឆ្លាតវៃនិងសមត្ថភាពរបស់សត្វដ៏ធំនេះខាងក្រោមនេះជារឿងរៀបរាប់អំពីអ្វីដែលសត្វដំរីធ្វើក្នុងការសម្ដែងអ្វីដែលសត្វដំរីសម្ដែងគូរគំនូរ Elephant Painting សត្វដំរីនឹងប្រើច្រមុះដូចជាដៃមនុស្សដើម្បីគូរគំនូរលើក្រដាសគំនូរទាំងនេះអាចជាទ្រង់ទ្រីផ្កាឬរូបមនុស្សពិសេសវាជាការបង្ហាញពីសមត្ថភាពរៀននិងការតាមបញ្ជារាំ Dancing Elephantដំរីអាចរាំតាមតន្ត្រីដោយសកម្មភាពដូចជាបង្វិលខ្លួនឈរក្រោយជើងឬលួនទៅតាមចង្វាក់ភ្លេងលេងបាល់ Ball Playing ដំរីខ្លះអាចប្រើច្រមុះបុកឬបោកបាល់ដូចជាការលេងបាល់បង្ហាញពីភាពស្រួលចងចាំនិងកម្រិតនៃការតម្រូវខ្លួនដើរតាមបញ្ជា Follow Commands ដំរីអាចធ្វើតាមសញ្ញាដៃរបស់អ្នកបង្ហាញដូចជាដើរចុះជំហានឬបត់ឆ្វេងស្ដាំជាដើមពួកវាសម្ដែងបានយ៉ាងជោគជ័យនិងស្មោះត្រង់ការសម្ដែងរបស់សត្វដំរីនឹងធ្វើសម្ដែងជាច្រើនប្រភេទដូចជាគំនូរដោយដៃស្រឡះដោយច្រមុះដំរីអាចប្រើច្រមុះដើម្បីគូរគំនូរលើក្រដាសបង្ហាញពីសមត្ថភាពការសម្របខ្លួននិងការរៀនសូត្រការរាំនិងបើកបង្ហាញសមត្ថភាពរាងកាយដំរីអាចរាំបង្វិលខ្លួនឈរក្រោយជើងដូចជាមនុស្សយើងបង្ហាញពីភាពអនុវត្តនៃការហ្វឹកហាត់លេងជាមួយអ្នកបង្ហាញ Trainer Interaction ដំរីនឹងអភិវឌ្ឍការសហការជាមួយអ្នកបង្ហាញដូចជាលេងបាល់ឬអធិប្បាយតាមសញ្ញាបំពេញបេសកកម្មសាមញ្ញដូចជាលើកវត្ថុឬបញ្ជូនអីវ៉ាន់ទៅឲ្យអ្នកសម្ដែងការចូលមើលនិងការរៀបចំទីតាំងស្ថិតនៅក្នុងភ្នំ Pheng Safari Zoo ភាគខាងជើងរបស់រាជធានីរយៈពេលសម្ដែងប្រហែល 15-20 នាទីពេលវេលាសម្ដែងមាននៅពេលព្រឹកនិងល្ងាចគួរតែសួរជាមុនពេលទៅដល់តម្លៃចូលមើលរួមបញ្ចូលក្នុងសំបុត្រចូលសួនសត្វប្រហែល 3-5 សម្រាប់កុមារនិង 5-10 សម្រាប់មនុស្សពេញវ័យទីធ្លាសម្ដែងមានកន្លែងអង្គុយសម្រាកនិងខ្យល់អាកាសល្អដើម្បីឲ្យអ្នកទស្សនាអាចរីករាយជាមួយការសម្ដែងបានយ៉ាងងាយស្រួលបទពិសោធន៍នៃអ្នកទស្សនាអាចថតរូបជាមួយសត្វដំរីអាចទិញគំនូរដោយដៃសត្វដំរីជាអនុស្សាវរីយ៍អ្នកដឹកនាំបង្ហាញជាប្រចាំរបស់សួនសត្វនិងពន្យល់អំពីជីវិតនិងការហ្វឹកហាត់របស់សត្វដំរីផងដែរច្បាស់ណាស់ការសម្ដែងរបស់សត្វដំរីនៅសួនសត្វភ្នំ Pheng Safari Zoo គឺពិតជាជួយឲ្យអ្នកទស្សនាបានយល់ដឹងនិងភ្ញាក់ផ្អើលពីភាពឆ្លាតវៃនិងសមត្ថភាពរបស់សត្វដ៏ធំនេះខាងក្រោមនេះជារឿងរៀបរាប់អំពីអ្វីដែលសត្វដំរីធ្វើក្នុងការសម្ដែងអ្វីដែលសត្វដំរីសម្ដែងគូរគំនូរ Elephant Painting សត្វដំរីនឹងប្រើច្រមុះដូចជាដៃមនុស្សដើម្បីគូរគំនូរលើក្រដាសគំនូរទាំងនេះអាចជាទ្រង់ទ្រីផ្កាឬរូបមនុស្សពិសេសវាជាការបង្ហាញពីសមត្ថភាពរៀននិងការតាមបញ្ជារាំ Dancing Elephantដំរីអាចរាំតាមតន្ត្រីដោយសកម្មភាពដូចជាបង្វិលខ្លួនឈរក្រោយជើងឬលួនទៅតាមចង្វាក់ភ្លេងលេងបាល់ Ball Playing ដំរីខ្លះអាចប្រើច្រមុះបុកឬបោកបាល់ដូចជាការលេងបាល់បង្ហាញពីភាពស្រួលចងចាំនិងកម្រិតនៃការតម្រូវខ្លួនដើរតាមបញ្ជា Follow Commands ដំរីអាចធ្វើតាមសញ្ញាដៃរបស់អ្នកបង្ហាញដូចជាដើរចុះជំហានឬបត់ឆ្វេងស្ដាំជាដើមពួកវាសម្ដែងបានយ៉ាងជោគជ័យនិងស្មោះត្រង់សម្ដែងភាពស្និទ្ធស្នាលជាមួយ Trainer ដំរីសម្ដែងសកម្មភាពជាស្និទ្ធស្នាលដូចជាការផ្ញើផ្កាឬសង្ឃឹមស្លាប់ជាមួយអ្នកបង្ហាញការសម្ដែងនេះបង្ហាញពីទំនាក់ទំនងស្និទ្ធរវាងសត្វនិងមនុស្សទស្សនាបានអ្វីខ្លះទស្សនាបានពីសមត្ថភាពធម្មជាតិនៃសត្វដំរីយល់ដឹងពីការហ្វឹកហាត់និងការពិចារណាថ្នាក់លើបានភាពរីករាយនិងសំណើចសប្បាយក្មេងអាចទទួលបានបទពិសោធន៍ថ្មីសួស្ដីបាទចាស់សូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំនឹងនាំអ្នកមកស្វែងយល់អំពីការសម្ដែងដ៏អស្ចារ្យរបស់សត្វដំរីនៅសួនសត្វភ្នំ Pheng Safari Zoo កម្មវិធីនេះជាពិសេសណាស់សប្បាយប្លែកនិងគួរឲ្យចាប់អារម្មណ៍តោះទៅមើលជាមួយគ្នា
ឥឡូវនេះសត្វដំរីចេញមកឆាកហើយមើលទៅវាធំនិងរឹងមាំប៉ុន្តែវាមិនមែនគ្រាន់តែធំនោះទេវាឆ្លាតណាស់ trainer បានណែនាំវាបានយ៉ាងស្ទាត់ជំនាញហើយពួកវាធ្វើតាមដោយរលូនពួកវាមានចំណេះដឹងអាចចងចាំការបញ្ជាទាំងសុទ្ធពេល trainer ផ្ដល់ពេលទៅសត្វដំរីពួកវាចាប់យកដោយច្រមុះហើយចាប់ផ្ដើមគូរលើក្រដាសគំនូរដែលវាបង្ហាញគឺជារូបផ្កានិងលក្ខណៈសិល្បៈដែលគួរឲ្យភ្ញាក់ផ្អើលអ្នកទស្សនាដ៏ច្រើនបានភ្ញែសំណើចនិងសម្លឹងមើលយ៉ាងមិនជឿភ្នែកបន្ទាប់មកវាបានចាប់ផ្ដើមរាំតាមភ្លេងដោយក្បាច់លួងខ្លួនបង្វិលជើងនិងបើកបេកតាមប៊ីតក្រោយមកដំរីបានលេងបាល់ធំបុកទះបង្វិលដោយប្រើច្រមុះនិងជើងពួកវាបង្ហាញភាពរឹងមាំនិងភាពទំនើបដ៏គួរឲ្យអស្ចារ្យក្នុងផ្នែកនេះសត្វដំរីបន្តធ្វើតាមពាក្យបញ្ជាដើរទៅមុខបិទស្ដាំធ្វើកាយវិការឈរឬជម្រាបជើងពួកវាសម្ដែងយ៉ាងជាក់លាក់ហើយបង្ហាញពីសមត្ថភាពចងចាំនិងការហ្វឹកហាត់យូរឆ្នាំ trainer បន្តជែកជាមួយទស្សនិកជនដើម្បីបកស្រាយពីរបៀបហ្វឹកហាត់និងបង្ហាញពីទំនាក់ទំនងជាមួយសត្វដំរីបានធ្វើការនិយាយជាស្និទ្ធស្នាលជាមួយទស្សនិកជនដូចជាផ្ដល់ផ្កាឬឈរជិតសម្រាប់ថតរូបមួយចំនួននៃគំនូរដែលវាគូរនេះត្រូវបានដាក់លក់ជាអនុស្សាវរីយ៍ផងដែរអ្នកទស្សនាគ្រប់វ័យសប្បាយចិត្តនិងបានស្មោះស្រឡាញ់ដំរីទាំងនេះយ៉ាងខ្លាំងហើយនេះគឺជាចុងក្រោយនៃការសម្ដែងដ៏អស្ចារ្យនេះសត្វដំរីពិតជាឆ្លាតវៃនិងអាចបង្កើតភាពរីករាយចិត្តជាប្រចាំសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះបើអ្នកចូលចិត្តសូមចុច like ចុច subscribe និងចែករំលែកទៅមិត្តភ័ក្តិជួបគ្នាវីដេអូក្រោយសូមអរគុណនិងសុខភាពល្អភាពវៃឆ្លាតរបស់សត្វដំរីចំណាំខ្ពស់សត្វដំរីអាចចងចាំបានលើកដ៏យូរអង្វែងដូចជាបណ្ដឹងលើទីតាំងនិងមនុស្សជាច្រើនឧទាហរណ៍ករណីដែលសត្វដំរីមួយបានត្រឡប់មកវិញបន្ទាប់ពីកន្លងមកពី3ឆ្នាំបើកជួបជាមួយមនុស្សដែលបានបង្ហាញអំណោយជាមួយការសហការជាក្រុមពួកវាស្រាវជ្រាវការលេងលើក្រុមនិងការតាំងចិត្តពួកវានឹងជួយគ្នាប្រសិនបើមានការលំបាកឬប្រឈមមុខជាមួយសម្ពាធការប្រើឧបករណ៍មានការសន្និដ្ឋានថាសត្វដំរីអាចប្រើឧបករណ៍ដូចជាស្លាបសមុទ្រឬជើងដំរីដើម្បីស្វែងរកអាហារឬធ្វើការរក្សាទុកបែបធម្មជាតិក្នុងការសម្រេចចិត្តដំរីឬការចងចាំដើម្បីប្រកបជីវិតរៀងរាល់ថ្ងៃពួកវាសម្រេចចិត្តការងារពីរបៀបដំណើរការនិងស្វែងរកទីតាំងថ្មីជាមួយការយកចិត្តទុកដាក់សត្វដំរីភាពវៃឆ្លាតនិងឥទ្ធិពលនៅលើពិភពលោកសត្វដំរីគឺជាសត្វធំសម្រាប់ប្រភេទមានជើងលើគ្រប់ប្រទេសមួយដែលជាពីរប្រភេទទាំងអស់គឺដំរីអាស៊ីនិងដំរីអាហ្រ្វិកទោះបីជាសត្វដំរីមានអាយុកាលយូរនិងសំខាន់សម្រាប់ប្រជាជននានាក្នុងប្រទេសខុសគ្នាដូចជាប្រជាជនជប៉ុនឬប្រជាជននៅប្រទេសឥណ្ឌានិងប្រទេសថៃពួកវាក៏មានភាពវៃឆ្លាតកាន់តែមានអត្តសញ្ញាណពិសេសដែលត្រូវបានគេស្គាល់ជាសត្វដែលមានចំណេះដឹងខ្ពស់និងក៏បាសជាមួយទំនាក់ទំនងសង្គមនិងសេវាកម្មជាច្រើនអាយុនិងទំហំរបស់សត្វដំរីអាចរស់បានរហូតដល់អាយុ60ទៅ70ឆ្នាំពួកវាមានទំហំធំមើលទៅហើយជាគ្រឿងយ៉ាងចម្រុះដូចជា6តាមរយៈការរស់នៅក្នុងស្ថានភាពធម្មជាតិនៅពេលវេលានេះផ្លូវការតាមសត្វនៃប្រទេសជាច្រើនរួមមានការប្រើប្រាស់ឧបករណ៍ផ្ទាល់ដូចជាការប្រើសាឡាត់ធំដូចជាហ្គេមឬការជួយសង្គ្រោះជាតិភាពវៃឆ្លាតនិងការប្រើប្រាស់ប្រព័ន្ធប្រើទំនាក់ទំនងសត្វដំរីមានភាពវៃឆ្លាតសម្រាប់ការចងចាំនិងការរកឃើញអត្ថន័យរបស់ពួកវាប្រកបជាមួយនឹងប្រព័ន្ធតំណាងដូចជាការជឿនលឿនកាន់តែមានរៀបប្រតិបត្តិមុខការជាប់និងប្រតិបត្តិគុណសម្បត្តិរបស់សត្វដំរីគឺជាសត្វដែលមានគុណសម្បត្តិជាច្រើនទាក់ទងទាំងអារម្មណ៍វិទ្យាសាស្ត្រនិងសង្គមខាងក្រោមនេះជាគុណសម្បត្តិសំខាន់របស់សត្វដំរីមួយវៃឆ្លាតខ្ពស់សត្វដំរីគេដឹងថាជាសត្វដែលមានខួរក្បាលធំនិងវៃឆ្លាតពួកវាអាចចងចាំទីតាំងកាលបរិច្ឆេទនិងមនុស្សបានយូរច្រើនឆ្នាំវាអាចដោះស្រាយបញ្ហានិងប្រើឧបករណ៍ដូចជាជង់ឬដុំថ្មដើម្បីជួយស្វែងរកអាហារឬទឹក